ដើម្បីមានសុខភាពល្អយើងត្រូវចេះសម្អាតកាយឲ្យបានស្អាតហើយបើយើងនៅផ្ទះសម្បែងក៏យើងត្រូវបោសសម្អាតផ្ទះសម្បែងយើងឲ្យបានស្អាតដែរទើបវាមានសេរីសួស្តីយ៉ាងជីវិតរបស់យើងចិត្តរបស់យើងក៏ត្រូវការសម្អាតដែរទើបចិត្តហ្នឹងវាមានសេរីសួស្តីអញ្ចឹងវិធីសាស្ត្រសម្អាតចិត្តហ្នឹងវាមានច្រើនរបៀបតាំងពីតិចរហូតដល់ច្រើនទៅតាំងពីដេញកម្ចាត់ភាពកំណាញ់តាមរយៈការចេះជួយសង្គ្រោះការតាមរយៈការផ្ដល់សេចក្តីស្រឡាញ់ដល់អ្នកដទៃហ្នឹងមានរបស់របរអីអាចចែករំលែកឲ្យអ្នកដទៃបានសុខដោយសារយើងក៏យើងជួយចែករំលែកទៅពីព្រោះអាកំណាញ់ហ្នឹងជាមេរោគជាគ្រឿងសៅហ្មងជាសម្រាមនៅក្នុងចិត្តហើយតាមរយៈការរក្សាសិលហ្នឹងគឺថាការចម្រើននៅមេត្តាផ្ដល់សេចក្តីសុខដល់អ្នកដទៃមិនសម្លាប់មិនបៀតបៀនមិនលួចមិនឆក់មិនប្លន់មិនលួចកូនប្រពន្ធអ្នកដទៃមិនកុហកបោកប្រាស់អ្នកដទៃទេគឺថាចិត្តហ្នឹងព្យាយាមយើងនឹងព្យាយាមសម្អាតចិត្តហ្នឹងតាមរយៈការផ្ដល់សេចក្តីស្រឡាញ់ឃើញអ្នកដទៃហ្នឹងចង់យើងក៏ចង់បានសុខគេក៏ចង់បានសុខគេក៏ចង់ថែរក្សាទ្រព្យសម្បត្តិគេយើងក៏ចង់ថែរក្សាទ្រព្យសម្បត្តិយើងគេស្រឡាញ់ប្រពន្ធកូនគេយើងក៏ស្រឡាញ់ប្រពន្ធកូនយើងអញ្ចឹងយើងអត់ធ្វើអំពើអីអាក្រក់បៀតបៀនអ្នកដទៃទេយើងប្រៀបធៀបបំណងរបស់យើងទៅអ្នកដទៃអញ្ចឹងរហូតដល់ការសម្អាតចិត្តខ្ពស់ជាងហ្នឹងគឺការព្យាយាមចម្រើននៅសតិបញ្ញាស្មារតីមានមេត្តាករុណាមិនចាប់កំហុសមិនមួម៉ៅមិនក្តៅក្រហាយមានខន្តីមានអត់ធន់មានសតិស្មារតីគ្រប់គ្រាន់ហើយមានការចម្រើនសមាធិតាំងចិត្តឲ្យស្ងប់ដើម្បីកុំឲ្យចិត្តហ្នឹងវារវើរវាយច្រើនមនុស្សយើងកើតទុកច្រើនហ្នឹងដោយសារយើងរវើរវាយច្រើនពេកគិតតែប្រេះតែផ្ដាស់គិតរឿងចំណែនគេស្អប់គេគិតរឿងនេះរឿងនោះគិតស្ដាយក្រោយគិតរឿងបារម្ភពេករឿងដែលមិនទាន់មកដល់អញ្ចឹងចិត្តហ្នឹងវាស្មុគស្មាញច្រើនអញ្ចឹងដើម្បីឲ្យចិត្តហ្នឹងបានស្ងប់ដើម្បីយើងបោសសម្អាតសម្រាមនៅក្នុងចិត្តហ្នឹងតើយើងចេះធ្វើសមាធិបដោតចិត្តឲ្យនឹងទៅលើអ្វីមួយអញ្ចឹងទៅលើដង្ហើមចេញដង្ហើមចូលទៅលើការផ្សាយមេត្តាចិត្តអញ្ចឹងចិត្តហ្នឹងវាបដោតទៅលើរឿងមួយឯងអញ្ចឹងចិត្តហ្នឹងវាអត់អាសេមសាមច្រើនទេហើយរហូតដល់មានបញ្ញាចេះទទួលស្គាល់ការពិតនៃជីវិតរឿងល្អរឿងអាក្រក់កើតឡើងក្នុងជីវិតយើងមិនសូវជាកើតទុកខ្លាំងទេពីព្រោះយើងដឹងថាជីវិតហ្នឹងវាមានរឿងល្អខ្លះរឿងមិនល្អខ្លះអញ្ចឹងជារឿងធម្មតាអញ្ចឹងវិធីសាស្ត្រការសម្អាតចិត្តហ្នឹងវាមានច្រើនរបៀបណាវាយើងអាចទៅខ្សែគប់អ្នកដែលមានគុណធម៌ហ្នឹងយើងក៏អាចឆ្លងគុណធម៌ដែរហើយយើងស្ដាប់ទៅយើងយកមកពិចារណាហើយយើងយកមកប្រតិបត្តិតាមរយៈការធ្វើចេះបរិច្ចាគជួយសង្គ្រោះលះបង់អាការកំណាញ់ហ្នឹងការតាមរយៈការរក្សាសិលផ្ដល់សេចក្តីសុខដល់អ្នកដទៃហើយនឹងការតាមរយៈការចម្រើនសមាធិនិងបញ្ញាដែលដេញសារជាតិអាក្រក់ជាតិពុលពីក្នុងចិត្តទៅយើងបានសេចក្តីសុខច្រើនហើយអរគុណច្រើន